cái hạt ca của thằng nào chỉ là cho nó nhận mấy đá bông mình nhỉ bà ta nhắm chôn này nó không ba luôn bà cháu còn sốt vì hàng năm đấy trâu bà có đây ba luôn bà rồi lời bà có hay là nó còn màu lươn bà lươn trên stop mà mặt thường móng là nó phải tung lươn à con ba trên thằng con nó trâu lồng kì này vai cái lan không bộ con ba mà tàu vai ba mà tàu sen chẳng à ba mà tàu một delivery nó ba chẳng có va mà số bục chúng mình mà tàu khang chân luôn chẳng đây bà bút sọc phi trong mặt thôi mới tới là bữa này bóng sman nó mới tới màn bóng lươn bông lươn nó bóng là lươn ôi mày khổ mà lại nó được cả lắm ôi một bên này nè bây giờ bông nổ tuyết lòng đó nắng lòng á mà bông mình nước vang đó nắng chẳng bát nước là nổ tại bao này ពេលនេះគឺបងប្អូននៅតែមិនត្រូវសង្ស័យទៅលើស្ត្រីបាក់បុកមនុស្សស្លាប់ឈ្មោះសាមិញជូអាយុ27ឆ្នាំជាកូនរបស់លោកអញ្ញាតង់ហុកសេហើយបានបើករយន្តទំនើបទៅបុកជនរងគ្រោះដែលមានឈ្មោះថាគួយលំហ៊ានជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងសាធារណការកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2026 ស្ត្រីបាក់បុកមនុស្សស្លាប់ឈ្មោះសាមិញជូត្រូវបានសមត្ថកិច្ចបានឃាត់ខ្លួនហើយក្រោយជាយាមរត់គេចទៅបរទេសជនបង្កហេតុជាកូនអញ្ញាឈ្មោះសាមិញជូដែលបានបើកបររថយន្តទំនើបបុកមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងសាធារណការមួយរូបឲ្យស្លាប់យ៉ាងអត់អធមនៅលើដងផ្លូវកាលពីយប់ថ្ងៃទី28ខែកក្កដានោះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីរសៀលថ្ងៃទី30កក្កដាឆ្នាំ2026នេះនៅពេលនេះជនបង្កគ្រោះថ្នាក់ចរាចរណ៍សាមិញជូត្រូវបាននាំខ្លួនទៅស្រង់ការនគរបាលរាជធានីភ្នំពេញហើយឪពុកម្ដាយនិងក្រុមគ្រួសាររបស់ស្ត្រីវ័យអាយុ27ឆ្នាំលោកនេះក៏ទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចជាមួយគ្នាដែរការគាត់ខ្លួនស្ត្រីឈ្មោះសាមមីជូដែលជាកូនស្រីរបស់លោកកញ្ញាតនហុកសេការពីរសៀលថ្ងៃប្រហោះនេះត្រូវបានប្រភពជាច្រើនលើកឡើងផ្សេងៗគ្នាដោយខ្លះថាស្ត្រីរូបនេះបានចូលខ្លួនមកដោះស្រាយបញ្ហានេះដោយខ្លួនឯងរីឯប្រភពខ្លះទៀតស្ត្រីរូបនេះជាយាមរកេខ្លួនទៅក្រៅប្រទេសប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបាននៅប្រលានយន្តហោះបើតាមលោកជួនណារិនស្រង់ការនគរបាលរាជធានីភ្នំពេញសាមិញជូបានចូលមកសមត្ថកិច្ចក្រុងភ្នំពេញបន្ទាប់ពីមានការស្វែងរកតាមរកពីសំណាក់សមត្ថកិច្ចនិងក្រុមគ្រួសាររបស់នាងសារព័ត៌មានDAP News បានធ្វើការអាប់ដេតពីចំណាត់ការរបស់សមត្ថកិច្ចដោយបានបង្ហោះសារការពីរសៀលម៉ោង2ការពីរសៀលម៉ោង12:29បែបនេះថានារីម្នាក់សាមិញជូជាជនបង្កបុកបរោះម្នាក់ស្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅប្រលានយន្តហោះអន្តរជាតិមរតកដេជូដោយនារីខាងលើបំរុងរត់គេចខ្លួនចេញទៅប្រទេសសិង្ហបុរីជាមួយការលើកឡើងដូចគ្នានេះបានធ្វើឲ្យមហាជនជាច្រើនដែលកំពុងតាមដានលើករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់នេះកើតជាមន្ទិលសង្ស័យថាតើហេតុអ្វីបានជាចំណាត់ការពិតប្រាកដរបស់សមត្ថកិច្ចទៅលើជនបង្កហេតុសាមិញជូម្នាក់នេះស្របពេលដែលជនរងគ្រោះនិងក្រុមគ្រួសារកំពុងរងចាំការផ្ដាល់នៅយុត្តិធម៌នោះលោកជួនអរិនបានសរសេរនៅក្នុងការបង្អស់សារនេះថាលោកអុកញ៉ាតង់ហុកសេដែលត្រូវជាឪពុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានសហការជាមួយសមត្ថកិច្ចជំនាញតាមកូនជំនាញតាមរកកូនស្រីប្រកល់មកសមត្ថកិច្ចផែនការចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញអនុវត្តតាមផ្លូវច្បាប់តាមសំណុំពររបស់ខ្ញុំតាមសេចក្តីរាយការណ៍ពីកន្លែងគ្រោះថ្នាក់ចរាចរណ៍បានដឹងថារថយន្តម៉ាកអេវ៉ាតា11ពាក្យស្លាកលេខកម្ពុជា VC 8989របស់ស្ត្រីឈ្មោះសាមិញជូបានបើកវ៉ាចេញចូលទៅផ្លូវម្ខាងទៀតរួចជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះម៉ាក Honda Scorpio ពាក្យស្លាកលេខភ្នំពេញ 1XL ដល់4247ក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះគួចលំហ៊ានអាយុ35ឆ្នាំជាមន្ត្រីនៃមន្ទីរពិសោធន៍សំណង់និងសាធារណការស្លាប់ភ្លាមៗហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី28ខែកក្កដានៅតាមបណ្ដោយ
ផ្លូវលេខ1003សង្កាត់ក្មួយខណ្ឌសិនសុខរាជធានីភ្នំពេញហើយក្រោយកាត់ហេតុសមត្ថកិច្ចជំនាញនៃស្នងការនៃស្នងការដ្ឋាននៅគោបាលរាជធានីភ្នំពេញបានចុះធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកចាំការដោះស្រាយតាមផ្លូវច្បាប់អញ្ចឹងគឺខ្ញុំនឹងសរុបព្រឹត្តិការណ៍នេះកើតឡើងតែហេតុអីបានជាករណីនេះតើករណីជាវាយ៉ាងម៉េចបានជាមានការបើករថយន្តទំនើបសម្រាប់បរិះដែលជាមន្ត្រីមន្ទីរពិសោធន៍សំណង់និងសាធារណការស្លាប់នៅក្នុងកន្លែងកើតហេតុតែម្ដងមុនដំបូងបើតាមស្ដាប់អំពីប្រភពព័ត៌មានអ្នកដែលនៅក្បែរនោះក៏ថាឡាននេះគឺជាជាវ៉ាម៉ូតូផ្សេងៗទៀតប៉ុន្តែដល់ពេលវ៉ាម៉ូតូផ្សេងៗទៀតមិនមានបញ្ហាអីតែដល់ពេលមកដល់ត្រង់កន្លែងនេះមានន័យថាម៉ូតូហើយនឹងឡានគឺបិច្រាស់ទៅគ្នាតែម្ដងអញ្ចឹងម៉ូតូនោះគាត់បើកផ្លូវត្រូវហើយប៉ុន្តែឡាននេះគឺវ៉ាខុសអញ្ចឹងបើសិនបើយើងសន្និដ្ឋានថាស្ត្រីនេះមិនដឹងតែគាត់ល្ងុយដេកឬក៏គាត់ស្រវឹងដោយប្រការណាមួយក៏មិនដឹងទេប៉ុន្តែដល់ពេលគាត់បើកឡានគឺក្នុងល្បឿនបើតាមអ្នកចាត់ការគាត់និយាយថាគឺល្បឿន90គីឡូនៅក្នុង1ម៉ោងអញ្ចឹងគឺគាត់ល្បឿនលឿនចិត្ត100ល្បឿនហើយអញ្ចឹងគឺវាល្បឿនខ្លាំងតែម្ដងអញ្ចឹងបើនៅកន្លែងនេះគឺបើបំបុកនៅម៉ូតូហ្នឹងគឺស្រាប់តែម្ដងនៅក្នុងករណីកើតហេតុហ្នឹងឯងចឹងនៅក្នុងប្រភពព័ត៌មានបានចឹងពីមុនមកគឺខ្ញុំមិនដឹងថាឃើញគេផុសមកខ្ញុំមិនទាន់ដឹងច្បាស់នៅក្នុងព័ត៌មាននេះទើបខ្ញុំមិនទាន់បានផលិតវីដេអូនេះចេញដើម្បីឲ្យច្បាស់នៅក្នុងព័ត៌មាននេះថាតើវាមានករណីអីដែលវាកើតឡើងនៅក្នុងដែលកុហកចរាចរណ៍ដែលគេកំពុងតែដើម្បីនឹងឯងតែម្ដង